លើកទី1ដែលខ្ញុំមកលេងផ្ទះពួកម៉ាក់ខ្ញុំអ្នកនរគ្នាហើយឲ្យទៅជួបគ្នាគ្មានអីក្រៅពីញ៉ាំមីទេអាពេលទៅលេងផ្ទះខ្ញុំមកញ៉ាំមីឥឡូវខ្ញុំមកលេងផ្ទះគេញ៉ាំមីទៀតចឹងថ្ងៃហ្នឹងអ្នកនរគ្នាឃើញខ្ញុំចេញមកពាក់កៅអៅធម្មតាទៅរៀនហ្នឹងគឺដោយសារតែថ្ងៃសៅរ៍ហើយយើងត្រូវរៀនថែមម៉ោងអីចឹងហើយបន្ទាប់ពីចេញពីរៀនហ្នឹងក៏មានកម្រងថានាំគ្នាចូលមកទៅទិញអីយកទៅញ៉ាំនៅផ្ទះហើយប៉ាថ្ងៃហ្នឹងខ្ញុំទៅណែដែរអញ្ចឹងទៅមិត្តភក្តិខ្ញុំក៏ប្រវត្តិទៅលេងផ្ទះគេហ្មងទៅចឹងបន្ទាប់ពីទិញអីហើយគឺថាខ្ញុំគ្នាធ្វើដំណើរចេញទៅអ្នកនរគ្នាហើយបើថាតាមផ្លូវវិញមេឃឡើងភ្លៀងបដៅអាវរបស់ខ្ញុំហ្នឹងអ្នកនរគ្នាខាងក្រោយគឺប្រឡាក់ចឹងអស់ហើយដោយសារតែមេឃភ្លៀងហ្នឹងហើយគ្រាន់តែទៅដល់ភ្លៀងមកពួកខ្ញុំក៏ចាប់ដើមធ្វើមីញ៉ាំហ្មងទៅអ្នកនរគ្នាព្រោះអីតាំងពីផឹកមកតមិនញ៉ាំអីទេចាំញ៉ាំមីនឹងសរុបហ្មងចឹងនេះអ្នកនរគ្នាបន្ទាប់ពីឆុងមីហើយឃើញអត់ដាក់ជាមួយនឹង topping របស់យើងបន្ថែមមកឡើងតំណងមែនតើហ្មងព្រោះអីមុនហ្នឹងបានចូលទិញជាមួយនឹងប្រហិតបំពងអីដែរចឹងបន្ទាប់ពីធ្វើហើយក៏ពួកខ្ញុំនាំគ្នាអង្គុយញ៉ាំនិយាយថាអង្គុយញ៉ាំបដានិយាយបដាឡើងសប្បាយហ្មងហើយបើថាបន្ទាប់ពួកម៉ាក់ខ្ញុំហ្នឹងឯងដូចតែបន្ទាប់ខ្ញុំមកអ្នកនរគ្នាគឺថាសុទ្ធតែអីវ៉ាន់ខ្ជូតហ្មងកន្លែងទៅខាងណាក៏របស់ខ្ជូតដែរមានអីបន្ទាប់ពីពួកខ្ញុំញ៉ាំមីញ៉ាំអីហើយក៏ពួកម៉ាក់ខ្ញុំជួលខ្ញុំមកផ្ទះវិញអ្នកនរគ្នាចឹងក៏ដល់ផ្ទះភ្លាមគឺថាខ្ញុំធ្វើការ remove make up ចេញហើយ foam លាងមុខដែលខ្ញុំប្រើប្រាស់នោះគឺជា brand Lucas អ្នកនរគ្នាដោយសារតែ brand Lucas ឥឡូវគេទៅបញ្ចេញជាមួយនឹង foam លាងមុខថ្មីហើយពណ៌ដែលខ្ញុំប្រើប្រាស់នោះគឺជាពណ៌បៃតងអ្នកនរគ្នាដែលវាជួយការពារកុំឲ្យកើតមុនឡើងវិញជួយកាត់បន្ថយការរលធូលីនិងបាក់តេរីមិនល្អកាត់បន្ថយប្រេងខ្លាញ់សម្រាប់អ្នកដែលមាន oily skin ហើយជួយកម្ចាត់មុនក្បាលខ្មៅនិងមុនកាន់នៅលើច្រមុះជាពិសេសជួយសម្អាតនៅតាមរន្ធញើសរបស់យើងបានជ្រៅហើយធ្វើឲ្យស្បែករបស់យើងស្ងួតទេគឺលាងហើយមានអារម្មណ៍ថាមុខរបស់យើងមើលទៅឡើងភ្លឺថ្លាជាងមុនមកចំពោះពណ៌ផ្កាឈូកនេះហើយគឺជួយលាងសម្អាតបែបស្រាលស្រាលស័ក្តិសមសម្រាប់អ្នកដែលមានមុខធម្មតានិងមុខស្ងួតហើយមុខរបស់យើងតន់មានសំណើមហើយល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មនិងស្បែកខ្សោយជាពិសេសលាងជម្រះដល់ផ្ទៃខាងក្នុងនៃស្បែកពន្លឿនដល់ការប្រើ skin care ថែមទាំងជួយរក្សាជាតិទឹករក្សាលំនឹង pH នៃស្បែកមុខដែលមានមុនណាក៏អាចប្រើបានដែរការណែសម្រាប់អ្នកដែលមានស្បែកមុខស្ងួតតែមានមុនណាអ្នកគ្នាគួរតែប្រើជាមួយនឹងពណ៌ផ្កាឈូកដើម្បីឲ្យស្បែកមុខរបស់យើងមានសំណើមហើយបន្ទាប់មកចាំប្រើជាមួយនឹងក្រែមបំបត្តិមុនហើយចំពោះ foam លាងមុខនេះដែរអ្នកទម្ងន់ក៏អាចប្រើបានហើយក្មេងចាប់ពី12ឆ្នាំឡើងហើយគឺអាចប្រើបានហើយចឹងមកណាគេអត់ដឹងថាគួរប្រើ foam អីឲ្យមកសាកប្រើជាមួយនឹង brand Lucas នេះបានណាអ្នកគ្នា